ខ្ញុំបាទសូមធ្វើការអនុញ្ញាតជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីជោគជតារាសីហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទធ្វើការដកស្រង់និងអានជូនទៅតាមក្បួនហោរាទូទាយដូច្នេះសូមពុកម៉ែបងប្អូនខមមិនលេខសំណាងនិងសាធុចំនួន3ដងរួចធ្វើការshareចេញភ្លាមដើម្បីឲ្យលៀបសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលវេលាយូរសូមតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅការមើលតាមទិសបេះដូងរស់ក្នុងការធ្វើដំណើរឬប្រកបមុខរបរផ្សេងពុកម៉ែបងប្អូនត្រូវប្រកាន់យកទៅតាមទិសបេះដូងរស់នេះគឺនៅថ្ងៃពុធនេះបានសុខនឹងជោគជ័យនៅខាងទិសបូព៌ាបើមើលទៅតាមទិសបេះដូងស្លាប់នៅក្នុងថ្ងៃពុធនេះផងពុកម៉ែបងប្អូនកុំចោលចត្រាទៅខាងទិសបស្ចិមព្រោះធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការមើលតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬសែនព្រេនផ្សេងនិងបើចង់បានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសនិរតីបែរមុខទៅរកទិសពាយ័ព្យទំនាយទីថាបើបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនតក្កបាតយាមក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសេរីសួស្តីមួយថ្ងៃពេញនៅក្នុងថ្ងៃពុធនេះផងពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុខម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបើចេញដំណើរពីផ្ទះចាប់ពីមាន់រងាវដល់ម៉ោង6កន្លះព្រឹកនៅចន្លោះម៉ោងនេះគឺទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលៀបអ្វីឬក៏ជួបគ្រោះថ្នាក់អ្វីដែរបើចេញដំណើរពីផ្ទះចាប់ពីម៉ោង6កន្លះព្រឹកដល់ម៉ោង11ព្រឹកទំនាយទីថាជាម៉ោងយប់ព្រឹកត្រូវជាម៉ោង02គឺជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះបើចេញដំណើរពីផ្ទះចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលទំនាយទីថាជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើចំនួនផ្សេងមិនល្អឡើយគឺជាគ្រោះកាចក្នុងចន្លោះម៉ោងនេះជាពិសេសពុកម៉ែបងប្អូនមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រយ័ត្នចរាចរណ៍ខ្ពស់បំផុតហើយចេញដំណើរពីផ្ទះចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចគឺជាម៉ោង04មានន័យថានៅក្នុងចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះកាចអ្វីអាចចូលបានឡើយគឺមានតែជួបនៅលៀបបរិបូរបើចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង5រហូតដល់ម៉ោងចូលកេងវិញមានន័យថាជាម៉ោងតក្កបាត្រូវជាម៉ោងអន្តរាយធ្វើចំណូញរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយចាក់ជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីឡើយបើចេញនៅចន្លោះម៉ោងនេះបាននៅថ្ងៃពុធនេះសូមបួងសួងឲ្យคล้ายជាថ្ងៃលៀងគ្រោះចង្រៃសត្រូវប្រែคล้ายជាមិត្តនិងប្រែជាថ្ងៃនាំលៀបដល់កំពង់ខ្ពស់សម្រាប់ឆ្នាំទាំង12បាទដូច្នេះសូមពុកម៉ែបងប្អូនតាមដានស្ដាប់រាសីឆ្នាំទាំង12ជាមួយនឹងខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបអបរាជចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងដែលលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌ដែលលៀបសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូកលេខដែលលៀបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ999យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំជូតឆ្នាំជូតរិស័យល្អជាមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកនេះគឺមិនគួរប្រសើរប៉ុន្មានទេដូច្នេះត្រូវមានការប្រយ័ត្នប្រយែងព្រោះការធ្វើអ្វីតែមានការផ្លាំងផ្លាត់ណាស់លោកអ្នកអាចត្រូវគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផងអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលៀបតូចធំមិនសូវមានសម្បូរទេព្រោះបើមិនបាល់ហួសក៏ត្រូវអ្នកដតីដណ្ដើមយកអស់ផងដែរការធ្វើដំណើរទីចិត្តឆ្ងាយគួរយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើររីឯបញ្ហាស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពប្រទាំងប្រទើនិងប្រឆាំងគ្នាច្រើនឆ្នាំឆ្លូវគោមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភម៉ោងដែលលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌ដែលលៀបសំណាងគឺពណ៌សនិងក្រហមលេខដែលលៀបសំណាងគឺលេខ1និងលេខ49សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំឆ្លូវឆ្នាំឆ្លូវរាសីស្រុតចុះដោយសារតែថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះឆាប់រហ័សដូចនេះលោកអ្នកចូលប្រុងប្រយ័ត្នក្រុមមនុស្សចាក់ឆ្កឹះឆ្កៀលបន្តិចពីព្រោះលោកអ្នកងាយទទួលរងគ្រោះពីគេណាស់ដែរចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនត្រូវរក្សាភាពស្ងប់ស្ងាត់ហើយបើយកខន្តីដាក់ក្នុងខ្លួនទើបប្រពៃបំផុតអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះ
ចាយវាយប្រកាសត្បិតត្បៀតបន្តិចគុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់តិចតួចនៅក្នុងបង្វិចអាចនឹងជួយដោះទាល់ងារគ្រាខាងមុខរីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនផ្អែមល្ហែមជួនពាក់មុខយ៉ាក់ដាក់គ្នាឆ្នាំខាលខ្លាអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មីសត្រូវប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាជាអ្នកមានមហាសាលម៉ោងដែលលាបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌ដែលលាបសំណាងគឺពណ៌ផ្ទៃមេឃនិងក្រហមលេខដែលលាបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ898យកលាបសម្បត្តិអុកញ៉ាលុយវ៉ាលៀននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតឆ្នាំខាលឆ្នាំខាលរិស័យល្អជាមធ្យមនៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែយកចិត្តទុកដាក់ហើយប្រយ័ត្នការងារសំខាន់បន្តិចព្រោះថាបើមិនយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលានោះទេនោះបញ្ហាអាក្រក់នឹងលុកលុយយាយីទៀតជាពំខានសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមិនថាការជួញទីចិត្តឆ្ងាយទោះផ្លូវទឹកផ្លូវគោកក្តីផលកម្រៃតែងហូរចូលខ្លះគ្រាន់សាមបំពងអញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចទប់លន់បានទេព្រោះភាពសោយគឺតែងតែតាមជាប់គឺមិនទៅណាឆ្ងាយនៅឡើយទេរីឯបញ្ហាគូស្នេហ៍កំឡោះក្រមុំកើតការរកម្មចិត្តនិងមានភាពសៅមកចំពោះគ្នាច្រើនឆ្នាំថោះទុនសាយមានសិទ្ធិចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតវិញនោះខ្លាយជាអ្នកមានទ្រព្យសុខស្ដំម៉ោងដែលលាបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌ដែលលាបសំណាងគឺពណ៌ទឹកក្រូចនិងសលេខដែលលាបសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ989យកលាបសម្បត្តិអ្នកមានជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំថោះរិស័យខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តទៀតផងសម្រាប់ពេលនេះដែរលោកអ្នកមានគម្រោងផែនការល្អពីព្រោះឆ្លងដល់ខែក្រោយនេះមានផលល្អក៏ប្រសើរជាងនេះសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមិនថាលោកអ្នកជួញផ្លូវគោកឬផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្ដៅផងចំពោះការធ្វើដំណើរទៅពឹងពាក់អ្នកដទៃតែងមានក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ចរីឯបញ្ហាស្នេហាកំឡោះក្រមុំមានភាពជឿនលឿនទៅមុខហើយនឹងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផងឆ្នាំរោងពុះអ្នកក្រីកទេវតាចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងដែលលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌ដែលលៀបសំណាងគឺពណ៌ខ្មៅនិងក្រហមលេខដែលលៀបសំណាងគឺលេខ69និងលេខ99សូមខមមិនលេខ777យកលាភសម្បត្តិកហបតីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំរោងរិស័យល្អជាមធ្យមនៅថ្ងៃនេះឃើញថាដួងរិស័យរបស់លោកអ្នកមិនកើតជាផលល្អប៉ុន្មានទេគឺធ្វើអីតែងខកបំណងនោះគឺមានខ្ពស់ផងសម្រាប់ថ្ងៃនេះវិញលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខល្អហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ល្អមួយចំនួនផងដែរការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំមានការលូតលាស់ទៅមុខបើចង់ផ្សះផ្សាចំនួនវិវាទជាពេលវេលាល្អមួយផងដែរឆ្នាំម្សាញ់ពស់មានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកក្លាយជាកហបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងដែលលាបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌ដែលលាបសំណាងគឺពណ៌ក្រហមនិងសលេខដែលលាបសំណាងគឺលេខ21និងលេខ97សូមខមមិនលេខ198យកលាបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំម្សាញ់រិស័យខ្ពស់ត្រដែតក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីគឺតែងតែរីកចម្រើនលូតលាស់ទៅមុខហើយក៏ធ្វើអ្វីងាយស្រួលផងក្រៅពីនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាអ្វីមួយពីព្រោះថាផលសម្រេចនោះក៏ឡើងខ្ពស់ទៀតផងចំណែកឯអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីចិត្តឆ្ងាយមិនទាស់ខុសនោះទេពិសេសការចង់បើកហាងថ្មីឬក៏ផ្លាស់ប្ដូរតែងហុចផលល្អមកវិញក៏ប្រសើរការធ្វើដំណើរឆ្ងាយចិត្តជួបតែផលល្អទាំងពេលទៅនឹងត្រឡប់មកវិញរីឯបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមចាក់ទឹកមិនលិចប៉ុន្មានទេឆ្នាំមមីសេះមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងហើយបើធ្វើអ្វីនោះគឺតែងបានសម្រេចជានិច្ចម៉ោងដែលលាបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌ដែលលាបសំណាងគឺពណ៌សនិងក្រហម
លេខដែលលាបសំណាងគឺលេខ19និងលេខ66សូមខមមិនលេខ168យកលាបសម្បត្តិទេវតាទ្រព្យនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលាបមានជ័យលុយចូលហេងចំពោះលោកអ្នកដែលកើតឆ្នាំមមីឆ្នាំមមីរិស័យល្អជាមធ្យមនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគប់ប្រសើរប៉ុន្មានទេដូចនេះត្រូវមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីគឺតែងតែមានការភ្លៀងផ្លាត់ណាស់លោកអ្នកអាចត្រូវគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលាបតូចធំមិនសូវសម្បូរទេព្រោះថាមិនបើហួសក៏ត្រូវអ្នកដតីដណ្ដើមយកអស់ផងដែរការធ្វើដំណើរទីជិតឆ្ងាយគួរយកចិត្តទុកដាក់ពីសុវត្ថិភាពផ្ទាល់ខ្លួនបន្តិចទៅប្រសើររីឯបញ្ហាស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពប្រទាំងប្រទះនិងប្រឆាំងគ្នាច្រើនឆ្នាំមមែពពែមាសមានលាភមានជ័យមានសុភមង្គលហើយប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យយសស័ក្តិពងខ្ពស់ម៉ោងដែលលាបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលលាបសំណាងគឺពណ៌សនិងពណ៌លឿងលេខដែលលាបសំណាងគឺលេខ58និងលេខ49សូមខមមិនលេខ168យកលាបសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំមមែឆ្នាំមមែរិស័យខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះដួងរិស័យរបស់លោកអ្នកនៅតែឡើងខ្ពស់ដដែលទេម្ល៉េះហើយធ្វើអ្វីគឺតែងតែមានភាពជឿនលឿនទៅមុខហើយនឹងជោគជ័យផងបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីចិត្តឆ្ងាយតែងហុចផលកម្រៃដោយសក់មួយដងទេតែយ៉ាងណាគួរប្រយ័ត្នពាក្យសម្ដីបន្តិចបើមិនដូច្នេះទេលាភទាំងពួងត្រូវរលាយអស់វិញចាក់ជាពំខានរីឯបញ្ហាស្នេហាប្រុសស្រីមានប្រស្រ័យតាក់ទងគ្នានិងសេចក្តីនឹករលឹកទៅវិញទៅមកគួរសមឆ្នាំវោកស្វានាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតវិញនោះក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភម៉ោងដែលលាបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌ដែលលាបសំណាងគឺពណ៌សនិងក្រហមលេខដែលលាបសំណាងគឺលេខ11និងលេខ91សូមខមមិនលេខ999យកលាបសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំវករិស័យស្រុតចុះនៅក្នុងថ្ងៃនេះដោយសារតែដួងរិស័យរបស់លោកអ្នកស្រុតចុះដូច្នេះលោកអ្នកត្រូវប្រកាន់យកចិត្តត្រជាក់ដាក់ខ្លួនទើបមិនមានបញ្ហាអាក្រក់ណាមួយជ្រៀតចូលកើតសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសឬដាក់ទុនរកស៊ីអ្វីមួយត្រូវគិតគូរឲ្យបានច្បាស់លាស់ជៀសវាងទៅហើយគឺកប់បាត់អស់ហើយនឹងត្រូវមកខ្ចីអ្នកដតីនាំឲ្យគេប្រមាថការធ្វើដំណើរទីជិតឆ្ងាយគួរប្រយ័ត្នឧបទ្ទហេតុមកយាយីបន្តិចរីឯស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះគុំគប្បីដើរហើរពីវាលកាតព្រោះខ្លាចជួបរឿងអាក្រក់និងត្រូវរែកពុនពៀបទុកសោកត្រឡប់មកវិញឆ្នាំរកាមន់នាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាចជាអ្នកមានយសស័ក្តិពងពោះម៉ោងដែលលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌ដែលលាបសំណាងគឺពណ៌ប្រផេះនិងក្រហមលេខដែលលាបសំណាងគឺលេខ21និងលេខ99សូមខមមិនលេខ868យកលាបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំរការិស័យស្រុតចុះនៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេហើយពិសេសងាយនឹងប៉ះទង្គិចផ្លូវចិត្តជាមួយនឹងអ្នកដទៃថែមទៀតផងបើសម្រាប់ជាអ្នកប្រកបមុខរបររកស៊ីវិញនៅក្នុងថ្ងៃនេះការរកផលចំណូលមិនសូវដោយគប់បំណងប៉ុន្មានទេគឺច្រើនបោលហួសនិងផុតរំលងជានិច្ចការធ្វើដំណើរទីឆ្ងាយចិត្តគួរប្រយ័ត្នចរាចរណ៍បន្តិចព្រោះងាយនឹងប៉ះទង្គិចទៀតផងចំពោះស្នេហាកំឡោះក្រមុំគុំព្យាយាមយកកំហឹងមកទល់នឹងកំហល់ដាក់គ្នាប្រយ័ត្នកើតចំនួនវិវាទឈានទៅដល់ការបែកបាក់ឆ្នាំចសំណក់នំលៀបជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងឈ្នះអមីសត្រូវប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងដែលលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌ដែលលាបសំណាងគឺពណ៌សនិងក្រហមលេខដែលលាបសំណាងគឺលេខ79និងលេខ77សូមខមមិនលេខ168យកលាបសម្បត្តិអភិជនលុយស្តុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាបមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតឆ្នាំចរិស័យស្រុតចុះនៅក្នុងថ្ងៃនេះដោយសារតែដួងរិស័យរបស់លោកអ្នកស្រុតចុះម្ល៉េះហើយធ្វើឲ្យមានការប្រែប្រួលទាំងការងារនិងអារម្មណ៍ផងលោកអ្នកចូលប្រយ័ត្នចំនួនវិវាទជាមួយនឹងក្រុមមនុស្សដោយប្រការណាមួយ
ចំពោះអ្នកប្រកបរបររកស៊ីវិញដួងរិស័យមិនសូវល្អទេដូចនេះអស់លោកមិនគួរហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលត្រឡប់មកវិញមិនឆ្លើយតបដោយសេចក្តីប្រាថ្នាទេនឹងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀតផងចំពោះស្នេហាកំឡោះក្រមុំលោកអ្នកត្រូវចេះពូនច្រកស្នេហារបស់ខ្លួនកុំបង្កចំនួនទើបអាចឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍ឆ្នាំកុលជ្រូកមន្ត្រីចិញ្ចឹមលោកអ្នកធ្វើកិច្ចការអ្វីមួយតែងមានគំនិតជ្រះថ្លាហើយមានមនុស្សជួយជ្រោមជ្រែងអនាគតខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលលាបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌ដែលលាបសំណាងគឺពណ៌ក្រហមនិងបៃតងលេខដែលលាបសំណាងគឺលេខ77និងលេខ88សូមខមមិនលេខ899យកលាបសម្បត្តិសំពៅលួងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកនៃការឆ្នាំកុលរិស័យស្រុតចុះក្នុងថ្ងៃនេះដោយសារតែដួងរិស័យរបស់លោកអ្នកស្រុតចុះម្ល៉េះហើយធ្វើឲ្យមានការប្រែប្រួលទាំងការងារនិងអារម្មណ៍ផងលោកអ្នកចូលប្រយ័ត្នចំនួនវិវាទជាមួយនឹងក្រុមមនុស្សដោយប្រការណាមួយចំពោះអ្នកប្រកបរបររកស៊ីវិញដួងរិស័យមិនសូវល្អទេដូចនេះអស់លោកមិនគួរហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលត្រឡប់មកវិញមិនឆ្លើយតបដោយសេចក្តីប្រាថ្នាទេនឹងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀតផងចំពោះស្នេហាកំឡោះក្រមុំលោកអ្នកត្រូវចេះពូនច្រកស្នេហារបស់ខ្លួនកុំបង្កចំនួនទើបអាចឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍បាទពុកម៉ែបងប្អូននាទីហោរាសាស្ត្រនៅក្នុងថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសខុសឆ្គងដែលកើតមានឡើងក្នុងកំឡុងពេលនិយាយដោយអចេតនាហើយក៏សូមបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពុងនៅក្នុងលោកនេះសូមលោកអ្នកកំពុងទស្សនាហើយនឹងចុច Subscribe ជួបតែលាភសំណាងទ្រព្យធនយស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូតសូមធ្វើការ Comment សាធុចំនួន3ដងនិងធ្វើការ Share ចេញមួយដើម្បីទទួលបានលាភសំណាងទាំងអស់នេះគណៈពេលនេះដែរខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា